សូមស្វាគមន៍មកកាន់ Noli for You TOS សូមជួយចុច like និង subscribe តើក្នុងមួយនាទីភ្នែកយើងព្រិចប្រហែលប៉ុន្មានដងចម្លើយដែលត្រឹមត្រូវគឺចម្លើយកប្រហែលពី15ទៅ20ដងជាមធ្យមមនុស្សយើងព្រិចភ្នែកប្រហែល15ទៅ20ដងក្នុងមួយនាទីប្រហែលជា 14,400 ទៅ 19,200 ដងក្នុងមួយថ្ងៃហេតុអ្វីបានជាយើងព្រិចភ្នែកចម្លើយដែលត្រឹមត្រូវគឺចម្លើយកនិងខយើងព្រិចភ្នែកដើម្បីរក្សាឲ្យភ្នែកមានសុខភាពល្អមានជាតិរំអិលនិងគ្មានកម្ទេចកំទីក្នុងភ្នែកការព្រិចភ្នែកម្ដងវាការពារភ្នែកពីការស្ងួតនិងកម្ចាត់សារធាតុតូចដូចជាធូលីនិងភាពកខ្វក់នានាការព្រិចភ្នែកក៏ដើរតួក្នុងដំណើរដែលមើលឃើញជួយកែតម្រង់ព័ត៌មានដែលអាចមើលឃើញតើនឹងមានរឿងអ្វីកើតឡើងពេលអ្នកមិនព្រិចភ្នែកការមិនព្រិចភ្នែកយូរអាចនាំឲ្យភ្នែកស្ងួតរ៉ាំរ៉ៃដែលមានរោគសញ្ញាដូចជាមិនស្រួលអារម្មណ៍ក្រហាយនិងក្រហាយភ្នែកហើយវានឹងបង្កើតជាហានិភ័យនៃការឆ្លងរោគភ្នែកការព្រិចភ្នែកក៏ផ្គត់ផ្គង់អុកស៊ីសែនដល់ភ្នែកផងដែរតើមនុស្សអាចគេងលក់ទាំងភ្នែកនៅបើកទេចម្លើយដែលត្រឹមត្រូវគឺចម្លើយកអាចគេងលក់បើយើងតាម website www.netchat.com បានឲ្យដឹងថាមានមនុស្សប្រហែល 20% បានគេងលក់ទាំងភ្នែកនៅបើកក្នុងនោះរួមមានទារកខ្លះផងដែរក្នុងន័យនេះគឺពោលសំដៅដល់ភ្នែកដែលមិនបើកធំហើយក៏មិនបិទជិតទាំងស្រុងនោះដែរអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ